Ta chấm điệp số nè tầng ngọc này là khăn chụp này dù vậy trong đọc ngày vậy chẳng dương nào mà dạy kia chấm buổi nâng rút môn bỏ Excel đón tiết à cứ rút môn ấy cứ dạy phí rút môn rau prang vòn chẳng rút môn prang vòn nó cứ pra rút môn chân luôn bay cho kia cứ if and hay nâng o hay đấy cứ chịu từ họ để nhóm bạn đặtនៅក្នុងវីដេអូហ្នឹងគឺនិយាយពីថាអង្គការមួយបានកំណត់ប្រាក់បន្ថែមចំនួនអង្គការមួយកំណត់ប្រាក់រង្វាន់បន្ថែមលើប្រាក់ខែបុគ្គលិក 10% លុះត្រាតែបុគ្គលិកបម្រើការងារ2ឆ្នាំឡើងទៅហើយមានសញ្ញាបត្រអញ្ចឹងតើតាចូលកន្លែងការងារគេហ្នឹងឬក៏កន្លែងស្ថាប័នគេហ្នឹង2ឆ្នាំឡើងទៅហើយតើតាមានសញ្ញាបត្រទៀតបានគេថែមឲ្យ 10% ហ្នឹងចឹងនៅក្នុងតារាងខាងក្រោមមានដូចជា manager admin staff ហើយនឹង cleaner ហើយនេះសញ្ញាបត្រខ្ញុំតាំងដោយ AB BA ហើយនឹងសញ្ញាបត្ររងតាំងដោយ AD នេះថ្ងៃខែឆ្នាំបម្រើការ3ឆ្នាំ2ឆ្នាំ3ឆ្នាំ1ឆ្នាំហើយនេះប្រាក់ខែរបស់គេតាអញ្ចឹងចាប់ដើមធ្វើគឺយើងដាក់ស្មើបើករូបមន្ត I រូបមន្ត if បើកវងកញ្ចក់បន្ទាប់មកទៀតយើងប្រើ and ហើយបើកវងកញ្ចក់ទៀតយើងប្រើ or បើកវងកញ្ចក់យើង select ទៅលើកន្លែងនេះយើង select ទៅលើសញ្ញាបត្រអញ្ចឹងបើសិនជាកន្លែងនេះឃើញឬក៏កន្លែងហ្នឹងយើងដាក់ស្មើបើកវងកញ្ចក់បើសិនជាកន្លែងហ្នឹងឃើញថាអក្សរ B BA ក្បៀសឬកន្លែងហ្នឹងដដែលឃើញអក្សរ AD អញ្ចឹងបើសិនជាកន្លែងហ្នឹងវាឃើញអក្សរប្រអប់មួយហ្នឹងបើសិនជាវាឃើញសញ្ញាបត្រឬក៏សញ្ញាបត្ររងគឺត្រូវទាំងពីរតែបើអត់ឃើញអានឹងស្មើ0អញ្ចឹងបន្ទាប់មកយើងបញ្ចប់វាមួយបិទវងកញ្ចក់បន្ទាប់មកក្បៀសអញ្ចឹងបើសិនជាកន្លែងហ្នឹងវាត្រូវលក្ខខណ្ឌទាំងពីរហ្នឹងចូលលក្ខខណ្ឌទាំងពីរហ្នឹងឲ្យវាយកទៅធ្វើម៉េចឲ្យវាប្រៀបធៀបជាមួយនឹងឆ្នាំម្ដងទៀតដោយសារតែកន្លែងហ្នឹងគេរើសយក2ឆ្នាំឡើងទៅអញ្ចឹងកន្លែងហ្នឹងយើង select មកកន្លែងបម្រើការងារហ្នឹងមកហើយបន្ទាប់មកយើងដាក់សញ្ញាធំជាងឬស្មើ2មានតែ2ឆ្នាំឡើងទៅអញ្ចឹងបើចូលលក្ខខណ្ឌហ្នឹងទៀតបានឲ្យវាគុណជាមួយនឹងយកប្រាក់ខែហ្នឹងគុណជាមួយនឹង 10% អញ្ចឹងកន្លែងហ្នឹងយើងក្បៀសមួយមកចុចទៅលើប្រាក់ខែអញ្ចឹងដោយសារតែកន្លែងនេះខ្ញុំចុចអត់បានទេខ្ញុំទៅ save ដាក់ឲ្យទៅ E 7 សញ្ញាគុណគឺសញ្ញាផ្កាយរបស់យើងហ្នឹងចុចលើសញ្ញាផ្កាយមកបន្ទាប់មកទៅ save មក 10% គុណជាមួយ 10% ហើយបើសិនជាវាអត់គ្រប់លក្ខខណ្ឌទាំងអស់ដែលយើងបានសរសេរទេគឺឲ្យវាគុណជាមួយនឹង0ឬក៏ឲ្យវាចេញតទេតែម្ដងនេះគឺលក្ខខណ្ឌសម្រាប់រករូបមន្តរកប្រាក់រង្វាន់គឺមានតែប៉ុណ្្នឹងទេហើយយើង enter វាមកគឺចេញ60បន្ទាប់មកយើងចុចលើដុល្លារមកចាំមានន័យថានៅក្នុងនេះអ្នកធ្វើការ manager នេះគឺគេគ្រប់លក្ខខណ្ឌហើយគេមានសញ្ញាបត្រគេធ្វើការ2ឆ្នាំឡើងទៅគេធ្វើ3ឆ្នាំហើយអញ្ចឹងប្រាក់ខែគេ600អញ្ចឹងត្រូវគុណជាមួយ 10% គឺបាន60
$60 ចឹងខែក្រោយគឺបានប៉ុន្មាន660អីចឹងទៅអានេះយើងអាចអស់បានម្ដងទៀតរបៀបអស់ហ្នឹងយើង select លើវាមកឃើញចំណុចទូចនេះមួយដាក់ mouse យើងឃើញបែបនេះ select លើវាជាប់ហោះចុះក្រោមមកប្រឡែងដៃវាចេញឲ្យអញ្ចឹងខាងនេះគឺអត់គ្រប់លក្ខខណ្ឌអត់មានសញ្ញាបត្រធ្វើការបានតែមួយឆ្នាំទេហើយប្រាក់ខែ140អញ្ចឹងកាលណាតើអត់គ្រប់លក្ខខណ្ឌអត់បានគុណជាមួយនឹងប្រាក់ខែទេគឺស្មើនឹង0ឬក៏វាចេញត្រេបែបនេះអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចេះប្រើរូបមន្តរកប្រាក់រង្វាន់ទាំងអស់គ្នាហើយអាចជួសលេខឬក៏ជំនួសទៅលើកន្លែងគេស្នើឲ្យនេះកន្លែងហ្នឹងយើងជំនួសវាបន្តិចតួចទៅគឺប្រើបានហើយអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ